ស្រមោលស្បែកធំគឺជាសិល្បៈខ្មែរមួយបែបមានដើមកំណើតតាំងពីសតវត្សទី1រហូតមកម្លេះនេះគឺជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាងនិងគំនិតច្នៃប្រឌិតដ៏កំពូលដែលបង្កើតឡើងសិល្បៈនេះឲ្យคล้ายទៅជាទស្សនីយភាពមួយដ៏អស្ចារ្យគេអាចនិយាយបានថាល្ខោនស្រមោលស្បែកខាងលើគឺជាសិល្បៈមួយដែលប្រមូលផ្ដុំនៅសិល្បៈទាំង7ល្ខោនស្រមោលស្បែកធំត្រូវបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2005ចង់ដឹងថាការបង្ហាញនៅសមត្ថភាពរបស់ប្អូន Fresh Boy ក្រុមទី3ល្អកម្រិតណារីករាយទេសនាទាំងអស់គ្នាដូចទៅសូមអញ្ជើញសេនាយោធាក្នុងព្រះរាជរងរំអើយក្រុងទួសមុខមីអាសូរាលុះត្រង់តតយល់បញ្ញកាយមកបង្គំគាល់ដូច្នោះហើយស្ដេចក៏មានព្រះតម្រាស់ត្រាស់ប្រើថាបញ្ញកាយយ៉ាក្មួយមីអីពេលនេះចូលនាងបែងកាយប្រានប្រែកលាជាស័ក្តិសពសេដានដែលទឹកទៅបញ្ឆោតប៉ះស្វ័យមនុស្សាជាការឆាប់ចោះណាបញ្ញកាយក្មួយមីបញ្ញកាយលុះបានស្ដាប់ព្រះមាមានតម្រាស់ត្រាស់ប្រើចំអង្គអាត្មាដូច្នោះហើយក៏ប្រណម្យអង្គមធំថយហៀវហោះភ្លេចផ្លោះពិធីគាល់ទៅដែនឧតុពធារាយបានដូចព្រះរាជតម្រាស់ត្រាស់ប្រើយន្តហេរេត្រជាក់
ស្អាតអើយថ្លៃទ្រង់លាក់អួលអង្គវិយោសោយសហកាអើយស្ដាច់ញើយតតគ្រីវរៈឃើញអើយសាក់សពយវិកាលាព្រះអើយហារតីឥតសង្ការស្មានថាសេតាមហេសីអើយសំដាច់ព្រះនរារាមាភិស្នុវង្សពងក្រឡាអស្ចារ្យលុះទ្រង់តតយល់សាកសពរាជាយាសេតាអណ្ដែតដឹកនៅចំពោះភ័ក្រដូច្នោះហើយព្រះអង្គក៏ចុះទៅអោបក្រសោបឲ្យបានដោយព្រះរាជហឫទ័យបាទអរគុណច្រើនបាទសូមអបអរសាទរដល់ការបង្ហាញនៅសមត្ថភាពរបស់បងអូនបាទក្រុម Freshy Boy ក្រុមទី3បាទសូមអញ្ជើញមកខាងមុខបាទក៏សូមសម្លេងអបអរសាទរដល់ Freshy Boy B2 ហូរដ្ឋាបាទជាបន្ត Freshy Boy B10 លឹមបញ្ញាជាបន្ត Freshy Boy B11 គៀតលីហេងនិង Freshy Boy B3 សែបដាវីត